យើងម្នាក់សិតតែបានពុះពេលឧបសគ្គរឿងរ៉ាវផ្សេងមកដល់ខែចុងក្រោយនៃឆ្នាំទាំងអស់គ្នាអរគុណខ្លួនឯងខំប្រឹងព្យាយាមត្រកងរាងកាយដែលស្ទើរតែបោះបង់ចោលម្ដងនៅថ្ងៃខ្លះអោបក្រសោបបេះដូងពោពេញទៅដោយក្តីសុខដែលធ្លាប់មាននៅពេលខ្លះរហូតធ្វើដំណើរមកដល់ខែចុងក្រោយនៃឆ្នាំនេះអរគុណមនុស្សគ្រប់គ្នាដែលនៅជុំវិញនិងតែងតែផ្ដល់កម្លាំងចិត្តរហូតមកអោបក្រសោបលួងលោមផ្ដល់ភាពកក់ក្ដៅនិងទន់ភ្លន់មករហូតខែចុងក្រោយនៃឆ្នាំដែលយើងម្នាក់សិតតែដឹងថាយើងត្រូវតែព្យាយាមធ្វើវាឲ្យអស់ពីចិត្តដូចដើមសង្ឃឹមថា11ខែកន្លងមកនឹងមានមេរៀនជីវិតឲ្យស្វែងយល់និងរឿងរ៉ាវជាច្រើនដែលយើងអាចនិយាយបន្តទៀតវាប្រហែលជា11ខែដែលពោពេញទៅដោយរឿងរ៉ាវដែលខុសប្លែកផ្សេងពីគ្នាវាប្រហែលមានទាំងរឿងរ៉ាវឈឺចាប់ដែលអ្នកអាចនឹងចង់ចាប់វាច្រកថងខ្មៅបោះចោលទៅឬមួយរឿងរ៉ាវដែលអ្នកចង់ទុកវានៅក្នុងការចងចាំចុងក្រោយសង្ឃឹមថាពិភពលោកមួយនេះមិនចិត្តអាក្រក់ពេកហើយ